bay sùng qua nơi cái lại nè nhom bay pi cái liền đó gặp cái phun trường cha hay nó đại với bay sừng và thì nhom phải chở nhom bọc vô gặp phơi soi sang chuyện cái này rồi cha lấy nó ôn praoประมาณ กระป๋อง ประมาณ khai rồi เพอตามากระป๋อง เพอตามากระป๋องตี วิพากรรมหรือมอสใบสังวาตั้งแต่มาดอก จ้านั่นไง ยมเปรโจลอาจิตดำเปลกำปังตึงอ่ะ đập bơm cái bóng ดำเปลกำปัง คล้ายมากระป๋องหรือไม่อยู่ มาแค่แพลจะอาใบกำปัง บอกยาซอแล้วเนี่ย โบโยสา kho mong bà กิทายืงตุยเตเตใจเรียบเลยเบะสัมภายมเบะสัมภาเจริญกันเลย pin thằng ông mong này ปิงตึงอ่ะ มาคล้วนน้องอ่ะ anh nói cha cha đó sai thì nhóm liệp mai bật mai lại cho anh nhóm giấy tham ấy tiếng này chôn rong có chat mà nhóm comment tíchได้cha hát mà nhóm comment tíchได้chôn rong có comment tíchได้hai cho anh tha mày mua bị lấy cho anh lấy mua bị lấy ấy anh lấy nhóm giấy đi pro cho anh cho mà chăn chăng hay để nhóm ọt man xong bay ta khát sập ở cặp xong chết đang còn nhóm mà tay sập tay nhóm giấy tam trăng เป็นตัวโคลนเรียกเป็นตัวโคลนอารมณ์เพลาจัดยมคือยมประบะจัดคลั่ง bà มันเห็นเปียกใครไปแจ้งตัวหน้าได้เห็นเปียกใครเตะเปียกตาเอาได้เวงคอจึงเวง vì muốn đưa kho vào bẹt lấy bán này บ้านแต่เราเป็นเรียบเลยนึงเบสมาเต้าอัดเทียนเปียกใครเตะ มีแต่ปลาเลยมีแต่ปลาเลย เมียนเจริญกิเซอร์ยืง ชื่อจับเลย ชื่อจับบำเพ็ญ ชื่อจับเลย nhóm chua nào mùi bằng là mùi Chà. ai dụประมาณ đấy nhóm dù đâm buồn chứ nào 14 năm hay chuyên công crew tưởng o ច្រើនអ្នកទិញលេលៀបហ្នឹងច្រើនតែភាគច្រើនអ្នកដែលបាច់សង្វាហ្នឹងពេលខ្ញុំយករយថយខ្លួនឯងហ្នឹងអ្នកដែលបាច់សង្វាឆាប់ខ្ញុំច្រើនមែនតើ bà ដំបងវារំថារមើទូញ៉ាំអេហើយដល់ពេលខ្ញុំទៅមួយទឹកទៅខ្ញុំឃើញវាចាញ់ទុយក្រហមបន្ទាប់មកហើយស្រាប់តាកតោប្រហែលជា2 បាទឹកក្រោយវាកាត់សម្វាមកវាចាញ់មកហើយខ្ញុំអត់ដឹងទេបានតើតាគេប្រាប់ខ្ញុំមិនខ្ញុំដឹង បងទទួលដំណឹងថាខាងម្ចាស់លេនេះឥឡូវបងអត់តន់បញ្ចេញឈ្មោះទេណាបាទខាងចង់រួមប្តឹងពួកបងប្អូនទៀតមែនអត់ ហ្នឹងហើយហូបប្តឹងពួកខ្ញុំហើយបើគាត់មានលុយមានអីចង់ប្តឹងខ្ញុំមិនក៏បានធ្វើមិនខ្ញុំក៏បានដែរដោយសារពួកខ្ញុំ เรียบเลยนึงเบสบาเมนใบกึดประกอบก็อัตตัวคอเตา បាទនៅពេលដែលយើងជប់ប្រើប្រាស់យើងមានអារម្មណ៍យ៉ាងម៉េចដែរ វាសង្វាហ្នឹងវាអារម្មណ៍ថាវាកាន់តែឡើងខ្លាំងមកខាងសៀមរាបដែរ មកខាងសៀមរាប រៀបដែរ ចា អាយុប្រហែលណាឆ្នាំនេះ ឆ្នាំនេះអាយុ16ឆ្នាំ 16ហើយតាមពិតរូបរាងសសម្បុរនេះគឺស្អាតល្មមហ្នឹងណាប៉ុន្តែចង់ស្អាតលើសនឹងទៀត ចា ហើយប្រើលេហ្នឹងតែម្ដង ចា ដឹងស្គាល់ពីលេហ្នឹងដំបូងតាមរយៈអីដែរ ឃើញគេល្បីអើយចូលជ្រើមតាមគ្នា តាម Facebook តាមអីហ្នឹង ចា អូនធ្លាប់ធ្វើការតវ៉ាឬក៏ live ដោយខ្លួនឯងតាមរយៈបណ្ដាញសង្គមអីផ្សេងៗទេពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់លេហ្នឹង អត់ហ៊ានទេបង តែបីអ្នកមានធ្លាប់ទេ ខ្ញុំ អត់ហ៊ានទេ មានទេ ចាខ្ញុំឆាតទៅម្ចាស់ brand ទៅគាត់ថាគាត់អត់ទទួលខុសត្រូវឯងហើយលេខគាត់អត់មានជាមិនសល់សំបី 1% គាត់ថាម៉េចគាត់ថាគាត់ទទួលខុសត្រូវយ៉ាងម៉េច ខុសត្រូវទេដោយសារលេខគាត់អត់មានជាមិនសល់សំបី 1% ហងហើយមានអីមកត្រូវទទួលខុសត្រូវខ្ញុំហើយអញ្ចឹងទៅខ្ញុំក៏រកយុទ្ធធម៌ឲ្យខ្លួនឯងទៅ រយុទ្ធធម៌យ៉ាងម៉េចវិញ ខ្ញុំបានផុសតែខ្ញុំមកដាក់ឈ្មោះ brand នេះបានផុសដល់ពេលផុសទៅគេដឹងភ្លាមហ្មងខ្ញុំអត់បានផ្សព្វផ្សាយថាអូនឹង brand អីគេដឹងខ្លួនឯងគេឆាតមកខ្ញុំគេឲ្យគេឲ្យ feedback សុទ្ធបាយសង្វាមកម្ចាស់ brand ក៏គាត់ថាអូនឯងបើបាយសង្វាមិនបានគេឆាតទៅអូនឯងមិនបានគេមកឆាតមកបងឆាតទៅបងឲ្យបើគាត់គ្រាន់ឆាតប្តឹងមានតែគេហ៊ានឆាតទៅគាត់ រៀមប្តឹងហ្មងណា ចាខ្ញុំប្តឹ អូ ង នខែប្រហែល បាទ ប្រហែល ប្រហែលប្រហែលអ្នក អូខ្ញុំសរុបអត់អស់ហើយពូខ្ញុំសរុបអត់អស់ ចុះឲ្យហ្មងណា ចាខែ រាប់ពាន់អ្នកទេដល់រាប់ពាន់ ចាទាំងអ្នក comment ទាំងអ្នកឆាតមក ចូលពាន់ ចា ករណីដែលមានលេតែមួយប្រភេទដែលម្ដាលឲ្យបងប្អូនយុវតីរបស់យើងហ្នឹងគឺប្រើបានតែមួយកំប៉ុងទេបាទក៏លៀបទៅវាមានការបាយសង្វាក់គណៈវេលាយប់ថ្ងៃទី27នេះផ្ទាល់តែម្ដងគឺថាមានបងប្អូនដែលជាយុវតីបាទថាក្មេងៗខ្លាំងមែនទែនបាទវ័យអាយុទើបតែ15 16ឆ្នាំទេបាទគឺហេតុតែចង់ស្រស់ស្អាតបាទដោយមានការជ្រើសរើសប្រើនៅផលិតផលលេមកប្រភេទដែលសូមមិនតន់បញ្ចេញឈ្មោះទេបាទដែលពួកគាត់បានទិញយកទៅប្រើប្រាស់ទៅគឺបណ្ដាលឲ្យបានឡើងស្បែករបស់គាត់នឹងឡើងបែកសង្វានិងក្រហមរមាស់ផ្សេងហើយជនរងគ្រោះគឺបើតាមការបញ្ជាក់ពីពួកគាត់ផ្ទាល់ថាមានច្រើនអ្នកខ្លាំងមែនទែនបាទអញ្ចឹងគឺសូមផ្ដាំទៅបងប្អូនបាទហើយផ្សេងទៀតមុននឹងជ្រើសរើសនៅផលិតផលដែលប្រើប្រាស់ត្រូវពិនិត្យមើលឲ្យបានច្បាស់ហើយត្រឹមត្រូវបាទហើយក៏សូមសំណូមពរទៅកាន់ក្រសួងផងដែរបាទហើយរឿងរ៉ាវនេះយ៉ាងណានោះយើងនឹងធ្វើការសាកសួរពួកគាត់ទាំងអស់គ្នាថាតើ
ហើយពួកគាត់ស្គាល់លេហ្នឹងគឺតាមរយៈអ្វីដែរបាទហើយបានគាត់ជ្រើសរើសនៅក្នុងការយកមកធ្វើការប្រើប្រាស់ហ្នឹងហើយប្រើប្រាស់ហ្នឹងវាមានការប៉ះពាល់ទៅដល់សុខភាពស្បែករបស់គាត់ហ្នឹងគឺយ៉ាងម៉េចដែរនោះប្រិមិត្តទូទស្សនិកជនបាទឥឡូវណែបងអូនបងសុំសួរបងអូនបន្តិចបងអូនមានឈ្មោះអីដែរ ខ្ញុំឈ្មោះណាមួយបង ណាមួយ ចា ណែអាយុប្រហែលដែរ ខ្ញុំអាយុ19ឆ្នាំ 19ឆ្នាំបច្ចុប្បន្ននៅណា ខ្ញុំបច្ចុប្បន្នខ្ញុំនៅខាងកំពង់ស្ពឺលងឆៃ អូខេហើយបងអូននៅរៀនឬមួយក៏ធ្វើការហើយ ខ្ញុំឈប់រៀនហើយ អូនជប់រៀនហើយណា ចាចា បាទហើយសប្តាហ៍ធ្វើការអីដែរ ខ្ញុំអត់ទាន់បានធ្វើការ អត់ធ្វើការអីទេ ចា បងអូនជួយបញ្ជាក់និងជួយរៀបរាប់ពីមើលតើបងអូនស្គាល់លេមកប្រភេទតែខាងលើដែលបានទិញយកមកធ្វើការប្រើប្រាស់ហ្នឹងគឺតាមរយៈអីគេ ខ្ញុំឃើញតាមខាងគាត់ផ្សព្វផ្សាយអញ្ចឹងណាឃើញគាត់ផ្សព្វផ្សាយថាសលេហ្នឹងលាបទៅសស្បែកស្អាតចា បាទ ដោយសារឃើញគេផ្សព្វផ្សាយច្រើនពេកទៅក៏មានអារម្មណ៍ចង់លាបមួយគេ អញ្ចឹងហ៎ ចា ពេលដែលបងអូនចាប់ផ្ដើមប្រើលេនឹងកំប៉ុងទី1ដំបូងបងអូនមានអារម្មណ៍ថាយ៉ាងម៉េចដែរ វាប្លែកលឿនមែនតើលឿនជាងការខ្ញុំពឹងទុកទៀត លឿនយ៉ាងម៉េចវិញលឿនយ៉ាងម៉េច អាហារសលាបតែ3ថ្ងៃគឺសហ្មងហើយសមកហ្នឹងមិនមែនសស្អាតទេសមកមួយតសៃក្រហមនិយាយទៅតសៃបែកក្រហមយកហ្មងតសៃក្រហមសៃ តែពេលឃើញអញ្ចឹងហើយហេតុអីបានជាបងអូននៅតែបន្តប្រើច្រើនកំប៉ុង ខ្ញុំអត់សូវចាប់អារម្មណ៍ដល់ទៅពេលរឿងខ្ញុំ3សង្វារហ្នឹងដោយសារខ្ញុំស្មានស្នាមខោខ្ញុំមើលទៅស្មានស្នាមខោចឹងខ្ញុំអត់ចាប់អារម្មណ៍ទេដោយសារខ្ញុំងូតទឹកងូតអីទៅខ្ញុំស្រឡាញ់ស្បែកខ្ញុំអាសាប្រឌិតមើលស្បែកឃើញស្នាមខោយូរទៅដូចអត់ឃើញបាត់ទេដល់យូរទៅបែកសង្វារយកហ្មងខ្ញុំស្មានស្នាមខោតែសង្វារហ្នឹង បាទមើលបងអូនប្រើរយៈពេលប្រហែលកំប៉ុងនៅពេលហ្នឹងគឺចាប់ផ្ដើមដែលមានបញ្ហាបែបហ្នឹងគាត់ ខ្ញុំប្រើជាខ្ទង់មួយខែមួយកំប៉ុង មួយខែមួយកំប៉ុងមកដល់ឥឡូវហ្នឹងបងអូនប្រើអស់ប្រហែលកំប៉ុងប្រហែលខែហើយ ធ្វើតែមួយកំប៉ុង ប្រើតែមួយកំប៉ុងហ្នឹងទេ កំប៉ុងទេ វាប្រតិកម្មលមាស់ស្បែកបែកសង្វារហ្នឹងតែម្ដង ចាហ្នឹងហើយ អូ ហើយជនរងគ្រោះទាំងអស់ដែលបានទិញណែលេនេះយកមកប្រើហ្នឹងហើយមានប្រហែលប្រហែលអ្នកដែរបើតាមបងអូនដឹងអាចសរុបទូលេខបានទេ ច្រើនអ្នកទិញលេលាបហ្នឹងច្រើនតែភាគច្រើនអ្នកដែលបែកសង្វារហ្នឹងពេលខ្ញុំយករយធွာខ្លួនឯងហ្នឹងអ្នកដែលបែកសង្វារឆាត់ខ្ញុំច្រើនមែនតើ បាទ ច្រើនណាស់ខ្ញុំតបឆាត ចុះពេលដែលបងអូនប្រើប្រាស់ហ្នឹងបងអូនមានដឹងថាតើលេហ្នឹងមានការអនុញ្ញាតពីក្រសួងសុខាភិបាលមានអាជ្ញាប័ណ្ណឲ្យផ្សព្វផ្សាយអីត្រឹមត្រូវទេមានការត្រួតពិនិត្យអីត្រឹមត្រូវទេ ខ្ញុំមិនដឹងដែរដោយសារខ្ញុំឃើញគេលាបសទៅខ្ញុំមិនដឹងថាចេញមកពីណាអីមកពីណា យើងឃើញតែផុសនៅលើបណ្ដាញសង្គមដើម្បីថាលាបទៅសស្អាតនោះយើងចិត្តតែទិញតាមគ្នាទៅ ជួនណាអត់ទាន់មានការអនុញ្ញាតប្រើប្រាស់ពីក្រសួងសុខាភិបាលអត់ទាន់មានការពិនិត្យរោគសារធាតុគីមីអីត្រឹមត្រូវផងហើយចេះតែដាក់លក់ណា ចា បាទ យើងអត់ដឹង ហើយក្រោយពីបានប្រើប្រាស់ទៅគឺយើងមានការបែកសង្វារនៅកន្លែងណាដែរ ខ្ញុំបែកពីកលៀនដល់កភ្លើកពុនជើង អញ្ចឹង ចា ហើយនៅដៃអត់បែកសង្វារទេ ខ្ញុំភាគច្រើនខ្ញុំលាបខ្ញុំបុកយកអាកភ្លើសដោយសារខ្ញុំជិះខ្លីចា បាទ មកដល់ពេលនេះមានការដាក់ពាក្យប្តឹងទៅកាន់ក្រសួងស្ថាប័នណាខ្លះដែរហើយពីសំណាក់ជនរងគ្រោះ ជនរងគ្រោះខាងខ្ញុំបានដាក់ពាក្យបណ្ដឹងហើយ ទៅខាងកន្លែងណាដែរ ដូចជាខាងសៀមរាប សៀមរាប នៅសៀមរាប មានដាក់ពាក្យប្តឹងទៅកាន់មន្ទីរសុខាភិបាលឬក៏ក្រសួងសុខាភិបាលទេពាក់ព័ន្ធជាមួយនឹងលេហ្នឹងដែលប្រើប្រាស់ទៅអតិថិជនមានបញ្ហាអញ្ចឹង នៅ ទេ ចា បាទព្រោះអីពាក់ព័ន្ធអញ្ចឹងខ្ញុំទៅប្តឹងទៅខាងក្រសួងសុខាភិបាល ចា ព្រោះខាងក្រសួងសុខាភិបាលត្រូវតែផលិតមើលនៅផលិតផលដែលបានអនុញ្ញាតចេញឲ្យនៅក្នុងការប្រើប្រាស់ ចា បាទ វាមានគីមីវាមានអីបណ្ដាប៉ះពាល់ដល់ស្បែកអតិថិជនណា ចា បាទហើយលោកជនរងគ្រោះទាំងអស់ហ្នឹងគឺមកពីខាងណាខ្លះដែរ ខ្ញុំមកពីខាងសៀមរាប មកពីខាងសៀមរាប សៀមរាប អញ្ចឹងឡើងឡានពីតាមពីសៀមរាបមកជិះបងអូនស្រីមកពីខាងណាវិញ ខ្ញុំក៏មកខាងពីសៀមរាបដែរបង អ្នកសៀមរាបដែរ ចា បាទហើយថ្ងៃនៅរៀននៅធ្វើការហើយ នៅរៀន នៅរៀនទេ ចា ហើយយើងស្គាល់លេនោះតាមរយៈអីគេ តាមទូរស័ព្ទឬក៏ខ្ញុំជ្រួលជ្រើមតាមគ្នាខ្ញុំប្រើទៅខ្ញុំទិញតាមដែរ ទិញតាម ចាទិញតាមលាបទៅគេថាគេលាបសខ្ញុំទិញលាបដែរ អញ្ចឹង ចាទិញលាប ប្រើមុនហ្នឹងគេថាគេប្រើល្អមែនទេ ចាគេថាខ្ញុំគេបានប្រាប់ខ្ញុំថាល្អទេខ្ញុំមើលទូគេថាសមើលទូស្បែកគេសខ្ញុំក៏ជ្រួលជ្រើមក៏ទិញតាមគេ គេថាគេសគេថាថាគេ អស់ប្រហែលកំប៉ុងដែរ ខ្ញុំបើពីមុនខ្ញុំតាមខ្ញុំកទួញពីមុនខ្ញុំពឹកល្បីមួយសានោះខ្ញុំទិញអស់មួយកំប៉ុងខ្ញុំលេអស់មួយកំប៉ុងបែកនេះគេក្លីដល់ពេលតានេះខ្ញុំឈប់ប្រើលេនោះហើយខ្ញុំប្រើលេផ្សេងដល់ពេលនេះទៅវាអត់សហើយខ្ញុំមកប្រើលេនេះវិញហើយវាកាន់តែបែកទៀត កាន់តែបាយទៀត ចា អូនកន្លងមកធ្លាប់ឃើញលេដែលបងអូនប្រើហ្នឹងធ្លាប់ឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មទរុំទលាយដែរទេលេ ដូចអត់ផងបងមើលទូតាមតែគ្នាទេចា តាមតែ បាទលក់ ចា លក់បើទៅលក់តាម page book ចា book លក់តាម page លក់អីហ្នឹងណា នោះឯងចា มันមានប្រភពច្បាស់លាស់អីថាមកពីណាទេ ដូចអត់ តាមគ្នាទៅណា ចាចេះតែតាមគ្នាដៃលាបសក៏លាបនោះឯង មក ចា
ប៉ុណ្ណាឯង បាទហើយឥឡូវក្រោយពីយើងបានប្រើប្រាស់អស់ហើយជាប្រមាណកំប៉ុងដែរដែលយើងចាប់ផ្ដើមមានបញ្ហារឿងស្បែកហ្នឹង ដូចជាអស់មកកំប៉ុងហើយមក អត់តែមកកំប៉ុងទេណា អស់មកកំប៉ុងហើយខ្ញុំប្រើអស់មកកំប៉ុងទៀត អូអស់ពីកំប៉ុងហើយ អ យើង ស់ទាំងអស់ពីកំប៉ុង បាទនៅពេលហ្នឹងយើងធ្វើម៉េចទើបយើងមានការសង្ស័យថាប្រើទៅវាមានបញ្ហាស្បែកយើង ដំបងវារំថារមើទូខ្ញុំអេហើយដល់ពេលខ្ញុំទៅមួយទឹកទៅខ្ញុំឃើញវាចាញ់ទុយកំហំបន្ទាប់មកហើយស្រាប់តាកតោប្រហែលជា2 3អាទិត្យក្រោយវាកាត់សង្វាមកវាចាញ់មកហើយខ្ញុំអត់ដឹងទេបានតើតាគេប្រាប់ខ្ញុំមិនខ្ញុំដឹង បាទ ចាដោយសារខ្ញុំអត់បានសង្កេតមើលស្បែកខ្លួនឯងទេ តាមពិតស្បែកបងប្អូនអត់នេះសស្អាតពេកបាទហើយនៅចង់សដល់ណាទៀត ចង់សជ្រួលជ្រើមតាមគេឃើញគេសក៏ចង់ស ឃើញគេស្អាតចង់ស្អាតតាមគេអញ្ចឹងណាចង់ឲ្យស្អាតដាច់គេហ្មងណាបាទឥឡូវបាយជាមិនដាច់គេឥឡូវបាយជាមកប៉ះចំផលិតផល បែរមិនដាច់ឥឡូវបែរជាដាបជាងគេវិញឥឡូវ បាទ តែកូនប្រុសវិញមិនតែដៃសម្រាប់កន្លែងណាខ្លះចំណុចនេះ ខ្ញុំបែកសម្បាច្រើនកន្លែង ពេញទាំងអស់ហ្មងណា ពេញទាំងអស់ មកខ្លួនហ្មង ពេញតួខ្លួនលាបពេញតួខ្លួន បាទ ហើយពាក់ព័ន្ធនឹងផលវិបាកវិញថានៅពេលដែលយើងមានសម្ភារអញ្ចឹងតែអារម្មណ៍ទៅចិត្តរបស់យើងគឺបែបណាខ្លះ អារម្មណ៍ផ្លូវចិត្តខ្ញុំគឺខ្ញុំពិបាកចិត្តខ្លាំង បាទ មិនហ៊ានពាក់នេះ មិនហ៊ានពាក់ខ្លាយពេលចាញ់ទូណាដែលហ៊ានពាក់ខ្លាយទេពាក់តអាវដៃវែងខោជើងវែង ពីមុនយើងធ្លាប់ឲ្យបាក់ខ្លីបានណា បានតែដល់ពេលលាបលេងនឹងបែកសម្បាទៅអត់ហ៊ានពាក់ខ្លាយទេ មានអ្នកប្រអាប់ហើយមានអ្នកប្រអាប់ហើយ មានច្រើនគេសើចយើង ឈឺចាប់ហើយឈឺចាប់បំផុត ឈឺយ៉ាងណា តើនិយាយទៅ និយាយទៅបងស្បែកអី គេថាយើងខ្ទុយទេតែចេះលាបលេបែកសម្បា អានឹងជាពាក្យដែលយើងពិបាកទទួលយកណា បាទហ្នឹងហើ មែន យ តែអូនមកនេះទាំងអស់គ្នានឹងមានអ្នកណាគឺគេជួលមកឬក៏គេប្រើមកអីអត់ អត់ទេមកដល់ផ្ទាល់ខ្លួនឯង បើយើងធ្វើការប្រមូលគ្នាយ៉ាងម៉េចយើងធ្វើការជាចង់ស ស្ម័ ង គ្រចិត្តមើលខ្លួនឯង យើងបើយើងស្គាល់គ្នាយ៉ាងម៉េចដែរ ដោយសារខ្ញុំអ្នកបាយសង្វារទាំងអស់គ្នាទៅខ្ញុំចេះតែឃើញគ្នាខមមិនទៅឆាតហៅគ្នា អូ មានទទួលខុសត្រូវចំពោះមុខច្បាប់ទេថាអ្វីដែលប្អូននិយាយស្ថិតតែជាការពិត ខ្ញុំហ៊ានស្ដាប់ទៀតចង់មិនក៏បាន ឥឡូវបងទទួលដំណឹងថាខាងម្ចាស់លេនេះឥឡូវបងអត់តន់បញ្ចេញឈ្មោះទេណាបាទខាងចង់រួបប្តឹងពួកបងប្អូនទៀតមែនអត់ ហ្នឹងហើយហូបប្តឹងពួកខ្ញុំហើយបើគាត់មានលុយមានអីចង់ប្តឹងខ្ញុំមិនក៏បានធ្វើមិនខ្ញុំក៏បានដែរដោយសារពួកខ្ញុំ លាបលេងនឹងបែកសម្បាមែនបែកពិតប្រកបគាត់អត់ទទួលខុសត្រូវ បាទឥឡូវយើងបានឈប់ប្រើប្រាស់លេហ្នឹងហើយណា ចាខ្ញុំឈប់ នៅពេលដែលយើងឈប់ប្រើប្រាស់យើងមានអារម្មណ៍យ៉ាងម៉េចដែរ វាសង្វារហ្នឹងមានអារម្មណ៍ថាវាកាន់តែឡើងខ្លាំងមក អូនប្រើអស់មិនកំប៉ុងឬទៅច្រើនទេ ខ្ញុំប្រើចូលអស់ជិត17កំប៉ោងទាំងអស់ 17កំប៉ុង 17កំប៉ោង មួយខែមកកំប៉ុងឬមិនអូន មួយខែប្រហែលជាអស់3កំប៉ោង បាទបុកវាសល់ហ្នឹងណា បុកយកសោះ យើងសហ្មងបាទឥឡូវណាត្រឡប់មកបងប្អូនស្រីតិចនៅពេលដែលយើងមានបញ្ហាអញ្ចឹងយើងមានអារម្មណ៍យ៉ាងម៉េចដែរសម្រាប់យើងដែលជាស្រីស្អាត ខ្ញុំដំបងខ្ញុំមានអារម្មណ៍ថាស្ងាត់ខ្ញុំមិនថាខ្ញុំលាបលេផ្សេងមិនក៏មិនបែកដល់ពេលមកលាបលេនេះមិនក៏បែកក៏ដល់ពេលខ្ញុំអត់ហ៊ានពាក់អត់ឲ្យខ្លីទេដល់ពេលតាខ្ញុំលាបលេផ្សេងរៀងបាត់ទៅបានខ្ញុំហ៊ានពាក់ដល់ពេលនេះមើលតួលេដូចជាមិនសោខ្ញុំគិតថាមិនសោបានខ្ញុំទិញមកលាបសាមៃទៀតអានេះកាន់តែបែកទៀត បាទឥឡូវនៅតែបែកដដែល បែកនោះតែបែក សួរបងអូន មានអារម្មណ៍ថាតូចចិត្តតូចអីខ្លះ ទៅចិត្តដែលនោះសក់មកកើតសង្វារ មកពីខាងណាដែរបងអូន ខ្ញុំមកពីខាងសៀមរាបដែរ មកពីខាងសៀមរាប រៀបដែរ ចា អាយុប្រហែលណាឆ្នាំនេះ ឆ្នាំនេះអាយុ16ឆ្នាំ 16ហើយ ចា តាមពិតរូបរាងសសម្បុរនេះគឺស្អាតល្មមហ្នឹងណាប៉ុន្តែចង់ស្អាតលើសនឹងទៀត ចា ហើយប្រើលេហ្នឹងតែម្ដង ចាបង ដឹងស្គាល់ពីលេហ្នឹងដំបូងតាមរយៈអីដែរ ឃើញគេល្បីហើយចូលជ្រើមតាមគ្នាប តាម ង Facebook តាមអីហ្នឹងឯង ចា ចាឲ្យទិញពីផ្សារក៏ទិញពីអនឡាញ ទិញពីផ្សារបង ពីផ្សារ ចា តាមពិតគាត់ទាំង4នាក់នេះសិតតែតាមគ្នាទាំងអស់ស្គាល់តាមគ្នាទាំងអស់ គ្នា បាទ តែខលដែលល្បី ឃើញ គេប្រើល្អតែអត់ដឹងថា បងប្អូនឯងប្រើអស់ប្រហែលកំប៉ុងដែរបង ខ្ញុំប្រើតបអះកន្លះកំប៉ុងទៅបង កន្លះកំប៉ុងទេ ចា កន្លះកំប៉ុងហ្នឹងប្រើរយៈពេលប្រហែលថ្ងៃ ប្រហែលជាមួយខែអត់អស់ហើយខ្ញុំអត់ដែរងាយលាបលេង ហេតុអីបានបងអូនឈប់ប្រើភ្លាមតែម្ដងវាចេញប្រតិកម្មយ៉ាងម៉េច វាចាប់ផ្ដើមរមាស់ហើយវាឡើងកតូលក្រហមហ៎បង បែកសង្វារណា ចាអត់ដឹងតែខ្លួនឯងបិទសេវាទេពេលចូលឡងតង់មួយអាទិត្យអីវាចាប់ផ្ដើមឡើងមកម្ដងមួយហ៎បង ហើយចំពោះរឿងនេះដល់ពេលដែលបងអូនប្រើប្រាស់ទៅឪពុកម្ដាយបងអូនមានដឹងទេថាពេលវាប្រើទៅវាប្រតិកម្មអញ្ចឹង ដឹងបងប្រាប់គាត់ គាត់ថាយ៉ាងម៉េចដែរដល់ពេលអញ្ចឹង គាត់ឲ្យឈប់ប្រើហើយទិញលេផ្សេងលាបហ៎ប៉ុន្តែវាអត់បាត់ទេ ផលប៉ះពាល់ដែលបងអូនប្រើលេនេះហើយវាចេញអញ្ចឹងណាវាខុសពីការរំពឹងទុករបស់យើងតើបងអូនមានផលវិបាកអ្វីខ្លះដែរ បាក់ទឹកចិត្តហ៎បង ហ
បាក់ទឹកចិត្តណា ចា ទៅនៅរៀននៅរៀន ខ្ញុំនៅរៀននៅពេញហ្នឹងតែបង នៅរៀននៅពេញហ្នឹងទេ ចា មានការប្រអាប់ពីមិត្តភ័ក្តិថាប្រើរបស់មិនចេះមើលមិនចេះអី មានបង មានដែរ ចា បងអូនធ្លាប់ធ្វើការតវ៉ាឬក៏ live ដោយខ្លួនឯងតាមរយៈបណ្ដាញសង្គមអីផ្សេងទេពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់លេហ្នឹង អត់ហ៊ានទេបង ទាំង3នាក់មានធ្លាប់ទេ ខ្ញុំ អត់ហ៊ានទេ មានដែរ មានតែ ចា ម្នាក់ ខ្ញុំឆាតទៅម្ចាស់ brand ទៅគាត់ថាគាត់អត់ទទួលខុសត្រូវឯងហើយលេខគាត់អត់មានជាមិនសល់សំបី 1% គាត់ថាម៉េចគាត់ថាគាត់អត់ទទួលខុសត្រូវយ៉ាងម៉េច ខុសត្រូវទេដោយសារលេខគាត់អត់មានជាមិនសល់សំបី 1% ហងហើយមានអីមកត្រូវទទួលខុសត្រូវខ្ញុំហើយអញ្ចឹងទៅខ្ញុំក៏រកយុទ្ធធម៌ឲ្យខ្លួនឯងទៅ រោយុទ្ធធម៌យ៉ាងម៉េចវិញ ខ្ញុំបានផុសតែខ្ញុំមកដាក់ឈ្មោះ brand ទេ អញ្ចឹង បានផុសដល់ពេលផុសទៅគេដឹងភ្លាមហ្មងខ្ញុំអត់បានផ្សព្វផ្សាយថាអូនឹង brand អី brand អីគេដឹងខ្លួនឯងគេឆាតមកខ្ញុំគេឲ្យតែគេឲ្យ feedback សិតបែកសង្វាមកដល់អញ្ចឹងហើយម្ចាស់ brand ក៏គាត់ថាបងឯងបើបែកសង្វាមិនបានគេឆាតទៅណែមិនបានគេមកឆាតមកបងឆាតទៅបងឲ្យបើគាត់គ្រាន់ឆាតប្តឹងឆាតប្តឹងមានតែគេហ៊ានឆាតទៅគាត់ គម្រាមប្តឹងហ្មងណា ចាជំរាបប្តឹង អូនមិនដឹងថាទីកន្លែងផលិតផលលេហ្នឹងស្នាក់ការធំគេនៅកន្លែងណា ខ្ញុំមិនដឹង អត់ដឹងទេណាដឹងតែពេលគេឆាតមក ចា គម្រាមហ្នឹងមានប៉ុន្តែដល់ពេលទីកន្លែងពិតប្រកបគេកន្លែងហ្នឹងអត់ដឹងទេ ចាខ្ញុំមិនដឹងផង លេហ្នឹងទិញការទិញមកកំប៉ុងប្រហែល ខ្ញុំទិញដូចជាពេលហ្នឹងមកកំប៉ុង30 ថ្លៃដែរ $30ណា ថ្លៃដែរណា$30 ឥឡូវនៅក្នុងថ្ងៃតពួកបងប្អូនសំណូមពរឲ្យខាងអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយហ្នឹងគឺទៀមទាចង់បានយ៉ាងម៉េច ខ្ញុំចង់ឲ្យម្ចាស់ brand ទទួលខុសត្រូវលើពួកខ្ញុំ ទូខុសត្រូវយ៉ាងម៉េចបង ខ្ញុំចង់ឲ្យគាត់ទទួលខុសត្រូវសងជំនឿចិត្តលើពួកខ្ញុំ បាទ ចាអត់បើសិនជាគាត់ថាអូនឯងធ្វើអញ្ចឹងដើម្បីចង់បានលុយក៏ចង់បានអីពីបងថាបើអញ្ចឹងយកពួកខ្ញុំទៅចាក់ឲ្យបាត់សង្វារជាបាលទាំងអស់គ្នាចាដោយសារអីមានអ្នកឆាតមកខ្ញុំដែរគេពឹងលើយើងគាត់ថាគាត់អត់ហ៊ានចេញមុខមកទេបើយើងក្លាហានចេញមុខមកជួយទាំងអស់គ្នាអញ្ចឹងណាពូដោយសារមានតែគេហ៊ានមកទេអត់ហ៊ានចេញមុខមកទេ អូនមានអីសំណូមពរទៅខាងមន្ត្រីពាក់ព័ន្ធជាពិសេសសមត្ថកិច្ចនិង ត្រីជុំខាងបាល បាទ ខ្ញុំចង់ឲ្យពួកគាត់ស៊ើបខាងលេហ្នឹងផងថាមានចុះក្រសួងចុះអីត្រឹមត្រូវអត់ អីបាននេះតម្រូវ ចា ពីព្រោះអតិថិជនដែលប្រើប្រាស់ទៅមានការប៉ះពាល់ច្រើន ហើយខ្ញុំប្រើប្រាស់ប៉ះពាល់ឲ្យគាត់គម្រាមប្តឹងខ្ញុំទៀតគាត់បំភ័យខ្ញុំគម្រាមខ្ញុំឮថាគាត់ដាក់ពាក្យប្តឹងហើយខ្ញុំសូមឲ្យបងសមត្ថកិច្ចជួយចុះស៊ើបមើលពីកន្លែងគាត់ផលិតហងហើយក៏គាត់ផលិតយកមកពីរោងចក្រចុះក្រសួងចុះអីត្រឹមត្រូវអត់ បាទ ចុះបើសិនជាសមត្ថកិច្ចឬក៏ក្រសួងពាក់ព័ន្ធបានឃើញហើយចង់តាក់ទងបងអូនតាក់ទងតាមរយៈអី តាក់ទងតាម Facebook ក៏បានលេខទូរស័ព្ទក៏បាន បាទឥឡូវនេះដោយសារតែយើងអត់តន់បង្ហាញឈ្មោះក្រុមហ៊ុនលេហ្នឹងទេ ចា បាទយើងទុកឲ្យខាងច្បាប់គាត់ធ្វើការសិនណា បងអូនដាក់លេខទូរស័ព្ទបងអូនមួយទៅគេលោកសមត្ថកិច្ចគាត់មានការចង់តាក់ទង លេខទូរស័ព្ទខ្ញុំ096 26 44 382 បាទឥឡូវបងសុំចង់បានទួនាលេខដែលបងស្គាល់តគ្នានឹងទាំងអស់មានប្រមាណអ្នកឲ្យ ប្រហែល ប្រមាណអ្នក ពូខ្ញុំសរុបអត់អស់ហើយពូខ្ញុំសរុបអត់អស់ ចុះឲ្យហ្មងណា ចាខែ រាប់ពាន់អ្នកឯដល់រាប់ពាន់ណា ចា អូ ទាំងអ្នកខមមិនទាំងអ្នកឆាតមក ចូលពាន់ ចាទាំងអ្នកខមមិនទាំងអ្នកឆាត ធម្ម មក តាទេបាទរាប់ពាន់អ្នក បាទអញ្ចឹងអ្នកលក់លេមួយលុយថាកើបឯបាទអញ្ចឹងគឺយើង រាប់លានដុល្លារណា បាទយើងគួរតែអ្នកដែលអ្នកលក់លេអ្នកមកលក់លេមួយចំនួននេះបាទគួរតែជ្រើសរើសលេដែលមានគុណភាពបាទត្រឹមត្រូវបាទមានចុះបញ្ជីនៅក្រសួងសុខាភិបាលត្រឹមត្រូវមុននឹងយើងយកមកលក់ឃើញឥឡូវបាទវាមានការប៉ះពាល់ទៅដល់អ្នកស្បែកបងប្អូននិងវាប៉ះពាល់ទៅដល់អារម្មណ៍របស់គ្នាទៀតបាទ ឆ្ងល់លោកប្រពន្ធតាមម្ចាស់ប្រេនហ្នឹងគាត់ប្រើខ្លួនឯងឬក៏អត់ទេបើគាត់អត់ដឹងថាវាមានប៉ះពាល់ដល់ស្បែកចឹងហើយអតិថិជនគាត់ប្រើប៉ះពាល់អញ្ចឹងមិនថាម្ចាស់ប្រេននេះប្រហែលជាមិនប្រើខ្លួនឯងផងមើលទៅ បាទ មិនប្រើទេមើលទៅ បាទប្រិមត្តទូទាំងជនយើងឥឡូវយើងក៏សូមមកធ្វើការបិទបញ្ចប់ត្រឹមនេះទៅចោះបាទហើយសំណូមពរទៅដល់មន្ត្រីពាក់ព័ន្ធបាទជាពិសេសគឺក្រសួងសុខាភិបាលហើយសូមមេត្តាបើកការស្រាវជ្រាវជុំវិញពាក់ព័ន្ធនៅក្នុងករណីដែលមានលេមួយប្រភេទដែលបណ្ដាលឲ្យបងប្អូនយុវតីរបស់យើងហ្នឹងគឺគាត់ចង់ស្អាតបាទធម្មតាគឺគាត់ក្មេងគាត់ចង់ស្អាតគាត់ចង់លយអញ្ចឹងណាឲ្យស្លៀកពាក់ឃើញចេញមកបាទស្លៀកខ្លីស្លៀកអីចឹងទៅបាទជាការតាក់ទាញមួយបាទសម្រាប់បងប្អូននារីបាទហើយឥឡូវនេះក៏ឲ្យគាត់ទៅសម្រេចនៅក្នុងការជ្រើសរើសទិញលេតាមរយៈបណ្ដាញសង្គមហ៎បាទតាម Facebook តាមអីហ្នឹងបាទហើយប្រើបានតែមួយកំប៉ុងទេបាទក៏លាបទៅវាមានការបាយសង្វារនិងលមាស់និងបាទឡើងអុចអីចឹងទៅប្រិមិត្តបាទឥឡូវនេះគឺពួកគាត់បានណិតមានទៀតបាទអ្នកខ្លះឡើងមកពីសៀមរាបទៀតហើយមកបានតែ4នាក់ទេថាមានច្រើនទៀតហើយដោយសារតែគាត់អត់ហ៊ានប្រឈមមុខ
បាទនៅក្នុងការមកឡាយទេដោយសារតែខាងម្ចាស់ក្រុមហ៊ុននេះបាទគម្រាមនៅក្នុងការប្តឹងទៀតបាទហើយឥឡូវនេះគឺខ្ញុំអត់បង្ហាញឈ្មោះក្រុមហ៊ុនទេបាទហើយសង្ឃឹមថាខាងក្រុមហ៊ុននឹងមានដំណោះស្រាយបាទជាមួយនឹងបងប្អូនបាទប្រិមិត្តឥឡូវយើងក៏សូមឲ្យធ្វើការបិទបញ្ចប់ត្រឹមតែចោះបាទរកពាក្យពេចន៍កំហុសកញ្ឆ្កង